បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហេតុការណ៍ភ្លើងឆេះព្រៃនៅឯប្រទេសកូរ៉េខាងត្បូងមកដល់ពេលនេះគឺនៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយនោះទេចំណែកឯអ្នករងរបួសគឺកើនឡើងទៅដល់19នាក់និងអ្នកស្លាប់គឺកើនដល់18នាក់ទៅហើយបើគិតមកដល់ពេលនេះបាទនៅឯប្រទេសកូរ៉េខាងត្បូងនៅផ្នែកភាគខាងត្បូងនៃប្រទេសគឺកំពុងតែជួបប្រទះហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងមួយដែលកំពុងតែបន្តរីករាលដាលឥតឈប់ឈរដោយសារតែអាកាសធាតុនិងខ្យល់ជាខ្លាំងជំនួយឲ្យភ្លើងឆាបឆេះរាលដាលយ៉ាងលឿនធ្វើឲ្យពិបាកទប់ស្កាត់បំផុតមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថាអ្នកស្លាប់បានកើនឡើងដល់18នាក់ហើយអ្នករងរបួសគឺមានរហូតទៅដល់19នាក់ទៅហើយជាងនេះទៅទៀតគឺវិហារព្រះពុទ្ធសាសនាមួយគឺមានអាយុកាលជាង1300ឆ្នាំត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះនិងមានទីតាំងបុរាណមួយចំនួនទៀតផងដែរក៏ត្រូវបានបំផ្លិចបំផ្លាញក្នុងហេតុការណ៍នេះដែរមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ផងដែរថានេះគឺជាភ្លើងឆេះព្រៃមួយដ៏ធំដែលចាត់ទុកថាជាភ្លើងឆេះព្រៃប្រចាំប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងមួយផងដែរដែលគឺជាភ្លើងឆេះព្រៃដ៏ធំលំដាប់ទី3ដែលប្រទេសកូរ៉េធ្លាប់បានជួបមកទល់ពេលនេះប្រជាជនប្រមាណជាជាង23,000នាក់ត្រូវបានរដ្ឋាភិបាលចេញបញ្ជាឲ្យជម្លៀសចេញជាបន្ទាន់នៅតំបន់ដែលប៉ះពាល់ជិតតំបន់ដែលកំពុងតែមានភ្លើងបន្តឆាបឆេះអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់និងទាហានជាង5,000នាក់ត្រូវបានរដ្ឋាភិបាលបញ្ជូនឲ្យទៅកាន់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការទប់ស្កាត់ក៏ដូចជាព្យាយាមពន្លត់នៅអគ្គិភ័យឆេះព្រៃនោះឲ្យបានកាន់តែឆាប់បំផុតតាមដែលអាចធ្វើទៅបានប៉ុន្តែពួកគេនៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយនោះទេរហូតមកដល់ពេលនេះឧទ្ធម្ភាគចក្រដែលបានចូលរួមក្នុងការជួយទប់ស្កាត់អគ្គិភ័យនោះក៏បានធ្លាក់មួយគ្រឿងដោយបានបុកទៅនឹងភ្នំតែមិនទាន់ស្វែងរកមូលហេតុឃើញនៅឡើយនោះទេថាហេតុអ្វីបានជាឧទ្ធម្ភាគចក្រនោះបានបុកទៅលើភ្នំដែលកំពុងតែឆាបឆេះព្រៃនោះហើយបានធ្លាក់និងមានធ្វើឲ្យមនុស្សស្លាប់និងរងរបួសផងដែរមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងគឺកំពុងតែធ្វើការស៊ើបអង្កេតទៅលើករណីមួយនេះផងដែរបាទហេតុការណ៍អគ្គិភ័យនេះផងដែរមកទល់ពេលនេះគឺមន្ត្រីបានបញ្ជាក់ថាមានផ្ទៃដីទំហំប្រមាណជាជាង17,000ហិកតាហើយដែលត្រូវអគ្គិភ័យលេបត្របាក់ហើយបានឆេះព្រៃខ្ទេចខ្ទីស្ទើរតែទាំងស្រុងដែលនៅតែមិនអាចគ្រប់គ្រងបានបើយោងតាមភ្នាក់ងារអាកាសធាតុក៏ដូចជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយដដែលបានបញ្ជាក់ថាទីតាំងនេះគឺស្ទើរតែគ្មានភ្លៀងធ្លាក់ទាល់តែសោះនៅក្នុងឆ្នាំនេះនេះជាហេតុបណ្ដាលឲ្យអគ្គិភ័យឆាបឆេះកាន់តែរីករាលដាលលឿនដោយមានអាកាសធាតុក្តៅខ្លាំងហើយមានខ្យល់បក់បោកយ៉ាងខ្លាំងដែលជាកត្តាជំនួយឲ្យភ្លើងរីករាលដាលកាន់តែឆាប់រហ័សបាទនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយរយៈនេះគឺស្ថិតនៅក្នុងឆ្នាំនេះគឺគេបានបញ្ជាក់ថាមានអគ្គិភ័យឆាបឆេះប្រមាណជាង244ករណីរួចមកហើយនៅក្នុងឆ្នាំនេះដែលជាតួលេខមួយដែលខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងហើយលើកនេះក៏ជាភ្លើងឆេះព្រៃលំដាប់ទី3ដែលធំបំផុតផងដែរដែលអាចធ្វើឲ្យកូរ៉េខាងត្បូងកត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងភ្លើងឆេះព្រៃមួយនេះបាទបងប្អូនទាំងអស់គ្នានេះជាហេតុការណ៍បន្តឆាបឆេះព្រៃនៅឯកូរ៉េខាងត្បូងគឺមិនទាន់គ្រប់គ្រងបាននៅឡើយនោះទេហើយអ្វីដែលសំខាន់នោះគឺវិហារសាសនាព្រះពុទ្ធរបស់យើងគឺត្រូវបានបំផ្លាញដោយសារតែភ្លើងនេះផងដែរហើយវិហារនោះមានអាយុកាលជាង1300ឆ្នាំទៅហើយបានពិតជាគួរឲ្យសោកស្ដាយមែនទែនហើយសូមជូនពរឲ្យប្រទេសកូរ៉េខាងត្បូងឆាប់ពន្លត់ភ្លើងនេះបាននិងប្រជាជនកុំឲ្យមានរងរបួសទៀតផងដែរបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយ